សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំចង់បញ្យល់អ្នកនរគ្នាអំពីការ uninstall កម្មវិធីចឹងខ្ញុំឧទាហរណ៍ថាខ្ញុំ uninstall កម្មវិធី AutoCAD 2017ឬក៏កម្មវិធីអីផ្សេងៗទៀតក៏ដោយតែនៅក្នុងdesktop ឬក៏ laptop របស់យើងចឹងណាចឹងបើករណីយើងគ្រាន់តែ right click ពីលើហើយនឹង left click ហើយយើងចុចពាក្យ delete អញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំ delete AutoCAD 2017ណាអញ្ចឹង delete អូខេពេលដែលយើង delete ទៅអូខេវាបាត់មែនតែវាបាត់តែ logo នៅលើ desktop យើងទេតែជាក់ស្ដែងបើយើង search ថា AutoCAD 2017ឃើញអត់ដោយសារខ្ញុំមាន2 version វា load នេះ AutoCAD 2017អញ្ចឹងវានៅតែយើងអាចបើកបានដដែលទេអញ្ចឹងណាគ្រាន់តែយើងបាត់ icon នៅខាងលើនៅលើ desktop អូខេអញ្ចឹងមានន័យថាការលុបបែបហ្នឹងគឺវាអត់មានប្រសិទ្ធភាពទេមានន័យថាយើងលុបតែ logo ដល់ពេល file install អីគឺនៅដដែលទាំងអស់អញ្ចឹងបើសិនជាយើងគិតថាយើងលុបលើហ្នឹងវាបាត់អូខេវាអត់បាត់ទេហើយផ្ទុយទៅវិញយើងគិតថាបាត់ហើយយើងគិតថាមិនក្នុងdesktop យើងគិតថាអាចនឹង file អីផ្សេងៗនៅទៅគឺវាបាត់អស់អញ្ចឹងណា file install អីហ្នឹង file correct file ហ្នឹងគឺបាត់ទាំងអស់តែជាក់ស្ដែងគឺវានៅដដែលអញ្ចឹងវាធ្វើឲ្យdesktop យើងវាធ្ងន់មានណាវា file វាច្រើនវាធ្ងន់តាមនឹងដោយសារយើងលុបអត់ត្រូវអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំបញ្យល់អំពីការលុបអញ្ចឹងអ្វីដែលយើងលុបឲ្យបានត្រឹមត្រូវមិនថាកម្មវិធី AutoCAD ឬក៏កម្មវិធីអីផ្សេងៗដូចជា Adobe Premium Adobe Photoshop អីហ្នឹងឬក៏ Revit អីផ្សេងៗទៀតនេះនិយាយទៅគ្រប់កម្មវិធីអញ្ចឹងយើង search ចូលកន្លែង search មកអូខេកន្លែង bar search នេះហើយយើង search ពាក្យថា device នេះមិន device ទេខ្ញុំ sorry control អូខេចាំតិចcontrol panel អូខេ control panel នេះអញ្ចឹងយើងចូលមកអូខេកាលដែលយើងចូលមកយើងឃើញបែបនេះយើងអូខេនេះកន្លែង program នេះ uninstall នេះយើងចូលអានេះដោយសារវានៅកន្លែង category អូខេអញ្ចឹងយើងបើសិនជាយើងចូល like icon យើងឃើញធំបែបនេះអូខេអញ្ចឹងអ្នកនាមដូរតាមហ្នឹងណាដូរដាក់category មកអូខេហើយយើងចូលកន្លែង uninstall នេះអូខេអញ្ចឹងយើងឃើញកម្មវិធីមានប្រហែលគឺវា load នៅលើទាំងអស់អញ្ចឹងយើងអាច uninstall បានហើយអូខេអញ្ចឹងខ្ញុំចង់ uninstall មួយណាដោយសារខ្ញុំលុប AutoCAD 2017អូខេអញ្ចឹងខ្ញុំលុបយើងចូលមើលទៅនេះប្រភេទជា Autodesk អូខេនេះ logo អញ្ចឹង Autodesk AutoCAD 2017យើងគ្រាន់តែ select ឬក៏ right click ពីលើហើយ left click មកមានពាក្យថា uninstall អូខេយើងចុចពីលើមកហើយយើងចុចពាក្យថា yes អូខេពេលយើងចុចហើយមានដូចការយើង install AutoCAD ចឹងណាវាដូចគ្នាអញ្ចឹងវាមានពាក្យថា uninstall យើងចុចពីលើមក uninstall ហើយយើងចុច uninstall ពីលើវាមក yes ហើយយើងរងចាំអូខេរងចាំដូចការយើងinstall កម្មវិធី AutoCAD ចឹងតែនេះវាលឿនជាងវាអត់យូរទេអញ្ចឹងរងចាំបន្តិចទៅចឹងរងចាំវាបន្តិចទៅហើយកម្មវិធីផ្សេងទៀតដូចគ្នាយើងត្រូវធ្វើបែបហ្នឹងព្រោះការ install មកគឺវាយូរអញ្ចឹងការ uninstall វិញក៏វាទៅតាមនឹងដែរអញ្ចឹងណាអញ្ចឹងអានេះខ្ញុំរួចរាល់ហើយចឹងយើងចុច finish មកអូខេអញ្ចឹង finish គឺវាដាច់ប៉ាត់ហ្មងអូខេនេះឃើញវា load បាត់ឃើញអត់មិនយ៉ាងអញ្ចឹងបើយើងចង់ uninstall អីផ្សេងទៀតយើងមើលតាមនឹងទៅហើយយើង right click uninstall ទៅអូខេយើងមិនទៅលុបទៅ logo ទេណាអូខេអញ្ចឹងវីដេអូហ្នឹងគឺប៉ុណ្ណឹងហើយអរគុណអ្នកនរគ្នាសម្រាប់ការតាមដានហើយបើសិនជាអ្នកចូលចិត្តសូម like ឬក៏ជួយ subscribe អរគុណច្រើនអ្នកនរគ្នាជួបគ្នាវីដេអូក្រោយ